សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សិក្សា Tech Academy ហើយនេះជាវីដេអូបង្រៀនខ្លីមួយទាក់ទងទៅនឹង gas ឬក៏ smoke sensor ហើយតើអីទៅជា gas sensor ហើយដំណើរការរបស់វាយ៉ាងដូចម្ដេចហើយជាចុងក្រោយយើងនឹងធ្វើការពិសោធន៍និងអនុវត្តជាក់ស្ដែងចំពោះ gas sensor ឬក៏ MQ2 sensor គឺគេរចនាឡើងដើម្បីវាស់ស្ទង់នៅកំហាប់នៃឧស្ម័ននៅក្នុងបរិយាកាសឬក៏នៅក្នុងបរិស្ថានជុំវិញខ្លួនរបស់យើងនឹងហើយ gas sensor ឬក៏ MQ sensor ហ្នឹងគឺវាប្រើសម្រាប់ចាប់យកឧស្ម័ន LPG smoke alcohol propane hydrogen methane ហើយនិងឧស្ម័ន carbon monoxide ហើយ MQ2 ដំណើរការរបស់វាដោយផ្អែកលើការផ្លាស់ប្ដូរនៃ resistance របស់វាអញ្ចឹងនៅពេលដែលមានឧស្ម័នឆេះកើតឡើងគឺដំណើរការនេះត្រូវបានគេហៅថា chemi resistor ហើយវានឹងពឹងផ្អែកទៅលើលក្ខណៈ semiconductor material នៅក្នុងនឹងរបស់វាដែរហើយចំពោះ pin របស់ជើង gas sensor ហ្នឹងគឺមាន4ជើង VCC តទៅ 5V ជើង ground ហើយជើង analog តទៅជើង analog នៃ microcontroller ហើយជាចុងក្រោយនោះគឺជើង digital D0 ហ្នឹងតទៅជើង digital នៃ microcontroller របស់យើងឬក៏ microbit របស់យើងហើយដំណើរការហើយ MQ2 construction ឬក៏ផ្នែកខាងក្នុងរបស់វាហ្នឹងគឺត្រូវបានរចនាឡើងគឺមានរចនាសម្ព័ន្ធសំខាន់មួយចំនួនរួមមានធាតុដែលអាចចាប់យកនៅធាតុឧស្ម័នឌីអុកស៊ីតគេហៅថាសង្កសីឌីអុកស៊ីតហើយនៅលើបំពង់សេរ៉ាមិកអាលុយមីញ៉ូមអុកស៊ីតហ្នឹងរបស់វាហ្នឹងគឺធាតុនេះត្រូវបានកម្ដៅដោយ heating sensor ដែលជាខ្សែរបំនីកែលក្រូមីញ៉ូមហើយវាមានខ្សែភ្ជាប់2ដែលស្រោបដោយ platin ដើម្បីចាប់យកសញ្ញានៃការផ្លាស់ប្ដូរ resistance ហ្នឹងហើយដំណើរការរបស់ MQ2 sensor ហ្នឹងគឺនៅពេលដែលវា detect gas resistance របស់វាគឺនឹងធ្លាក់ចុះបំរែបំរួលរបស់ resistance ធ្លាក់ចុះទាបហើយទន្ទឹមនឹងដែរបើយើងក៏លេខទៅមើលជើង A0 ឬក៏ជើង analog របស់វាគឺសម្រាប់ read voltage ហ្នឹងគឺនៅពេលដែលវា detect gas កាត់ឡើងគឺវាកើន voltage កើនពី0ទៅ 5V នៅពេលដែល gas ចាប់ដើមថយចុះអញ្ចឹងវាធ្លាក់ពី 5V មកដល់0វិញហ្នឹងគឺយើង read ជើង analog អញ្ចឹងការ read ហ្នឹងគឺយើងប្រើប្រាស់ microcontroller ដើម្បី read ជើង analog ហ្នឹងអញ្ចឹងនៅពេលដែលយើងបានបំរែបំរួលហ្នឹងហើយយើងអាចយក signal វាទៅបញ្ជា LED ឬក៏ទៅធ្វើជា alarm ផ្សេងៗនៅពេលដែលវា detect gas អញ្ចឹងនៅក្នុង experiment ហ្នឹងដែរគឺយើងនឹងធ្វើការអនុវត្តទៅលើ gas sensor នៅពេលដែលវា detect gas វានឹង booster ហ្នឹងគឺនឹងលើសំឡេង load សំឡេង alarm មកយើងហើយយើងមានប្រើប្រាស់ microbit board ហើយនិង extension board ហើយយើងមាន gas sensor របស់យើងហើយនិង booster របស់យើងហើយនេះជា pin connection ពី MQ2 sensor ទៅ microbit ហើយអ្នកនរគ្នាអាចមើល diagram ខាងក្រោមដែលខ្ញុំបានដាក់ហ្នឹងហើយជាចុងក្រោយគឺយើងនឹងទៅតខ្សែ circuit ទាំងអស់គ្នានៅលើ simulation Tinkercad ហើយយើងsearch មើលឈ្មោះ microbit ហើយ gas sensor របស់យើងហ្នឹងបន្តមក search មើល booster របស់យើងហ្នឹងជើងខាងលើរបស់ gas sensor របស់យើងគឺយើងត្រូវតវាចូលគ្នាទៅ pin 5V ឬក៏ 3V នៅជើង microbit របស់យើងហើយបន្ទាប់មកជើងខាងក្រោមរបស់វាជាមួយ resistance ហើយតទៅ ground ហើយជើង analog របស់វាតទៅ A0 ហើយជើងរបស់ booster តទៅ P1 អញ្ចឹងបន្តមកយើងនឹងបាន result ដូចយើងឃើញហ្នឹងអញ្ចឹងជាចុងក្រោយគឺអរគុណអ្នកទាំងអស់គ្នាសម្រាប់ការ pay attention អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយមួយទៀតបាទសូមអរគុណ